នេះគឺជារូបថតរបស់សុតដឺដែលថតនៅក្នុងឆ្នាំ1972នៅក្នុងពេលទទួលមេដាយអិសរាជយុវពីអភិបាលខេត្តកណ្ដាលនៅជាអតីតបុគ្គលិកពេទ្យទៅមន្ទីរពេទ្យវិកលចរិតព្រែកថ្នោតនៅនឹងប្រពន្ធរបស់គាត់បានស្លាប់នៅក្នុងឆ្នាំ1977ហើយកូនរបស់គាត់12នាក់ក្នុងចំណោមកូន14នាក់ក៏ស្លាប់ជាបន្តបន្ទាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យកូនស្រីទី7របស់នៅឈ្មោះសុតម៉ាឡាយ៉ាបានរក្សាទុករូបថតនេះយ៉ាងប្រយ័ត្នប្រយែងដោយដាក់នៅក្នុងថង់ផ្លាស្ទិកហើយលាក់ទុកនៅក្នុងកាបូបស្ពាយដែលដេរពីបាវអង្គរកងឆ្លប់បានមកឆែកផ្ទះរបស់ម៉ាឡាយ៉ានៅពេលដែលគាត់មិននៅផ្ទះប៉ុន្តែមិនបានប្រទះឃើញរូបថតនេះទេក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យដួលរលំកូនស្រីទី9របស់នៅឈ្មោះគឹមសុផានីបានយករូបថតនេះមករក្សាទុកខាងក្រោមនេះជាការរៀបរាប់របស់គឹមសុផានីអំពីរឿងរ៉ាវដែលកើតឡើងនៅក្នុងក្រុមគ្រួសាររបស់គាត់ថាក្នុងចំណោមបងប្អូនរបស់ខ្ញុំទាំង14នាក់ព្រមទាំងប៉ាម៉ាក់របស់ខ្ញុំគឺមានតែខ្ញុំនិងបងស្រីរបស់ខ្ញុំឈ្មោះម៉ាឡាយ៉ាប៉ុណ្ណោះដែលនៅរស់ពីរបបខ្មែរក្រហមប៉ាម៉ាក់របស់ខ្ញុំស្លាប់នៅក្នុងឆ្នាំតែមួយនៅក្នុងរបបខ្មែរក្រហមដោយសារជំងឺនិងគ្មានអាហារបរិភោគចំណែកបងប្អូនខ្ញុំផ្សេងទៀតក៏ស្លាប់ដោយសារជំងឺការអត់អាហារនិងជាប់ពាក់ព័ន្ធនឹងការងារពីសង្គមចាស់ប៉ាមានរាងស្គមស្ដាងខ្ពស់សម្បល់សណ្ដែកបាយប៉ាមិនសូវនិយាយស្ដីច្រើនទេគាត់ជាមនុស្សម៉ឺងម៉ាត់ប៉ាស្រឡាញ់កូនស្រីច្រើនជាងកូនប្រុសប៉ាមានស្រុកកំណើតនៅភូមិព្រៃព្រីងឃុំបៃចានស្រុកចំចៅខេត្តកណ្ដាលកាលពីក្មេងជីវភាពគ្រួសាររបស់ប៉ាមានការខ្វះខាតព្រោះគាត់មានបងប្អូនច្រើនប៉ារស់នៅវត្តពោធិ៍សត្ថារាមប៉ាស្រឡាញ់មុខវិជ្ជាពេទ្យណាស់ពេលលោកយាយលោកតាឈឺម្ដងគាត់មានការពិបាកក្នុងការពឹងពាក់អ្នកដទៃដើម្បីរកលុយមកព្យាបាលជំងឺម្ល៉េះហើយទើបប៉ាសម្រេចចិត្តចូលរៀនពេទ្យដើម្បីងាយស្រួលព្យាបាលឪពុកម្ដាយគាត់ប៉ារៀនពូកែណាស់ទាំងភាសាបារាំងទាំងខាងផ្សំថ្នាំពេទ្យប៉ាខិតខំប្រឹងប្រែងធ្វើការងារណាស់ទម្រាំតែមានផ្ទះធំទ្រនំខ្ពស់គាត់មិនដែលធ្វេសប្រហែសក្នុងការងារទេប៉ាគោរពពេលវេលានិងចូលចិត្តជួយអ្នកក្រីក្រនៅឆ្នាំ1972ក្រសួងសុខាភិបាលបានប្រគល់មេដាយអិសរាជយុវឲ្យប៉ាដោយសារគាត់ធ្វើការងារបានល្អប៉ាបានឡើងឋានៈជាបន្តបន្ទាប់ប៉ាស្រឡាញ់ម៉ាក់ណាស់ចាប់តាំងពីធំដឹងក្តីមកខ្ញុំមិនដែលឃើញគាត់ទាំងពីរឆ្លោះគ្នាម្ដងណាឡើយប៉ាខំរកប្រាក់ដើម្បីចិញ្ចឹមម៉ាក់និងកូនទាំង14នាក់ប៉ាអាចរកចំណូលបានច្រើនសម្រាប់ក្រុមគ្រួសារក្រៅពីធ្វើការនៅមន្ទីរពេទ្យព្រែកថ្នោតប៉ាទៅចាក់ថ្នាំនិងព្យាបាលអ្នកជំងឺឲ្យអ្នកភូមិដើម្បីទទួលបានប្រាក់កម្រៃបន្ថែមប៉ាបានលក់ឈ្មោះឲ្យអ្នកដទៃដើម្បីបើកហាងលក់ថ្នាំពេទ្យម៉ាក់នៅផ្ទះដាំបន្លែយកទៅលក់នៅផ្សារដើម្បីជួយសម្រាលបន្ទុករបស់ប៉ានៅពេលប៉ាកំពុងធ្វើការនៅពេទ្យប៉ាបានរៀនបន្ថែមវគ្គខ្លីៗជាច្រើនវគ្គនៅទីក្រុងភ្នំពេញនៅមុនថ្ងៃជម្លៀសក្នុងឆ្នាំ1975ទីក្រុងភ្នំពេញជ្រួលច្របល់ជាខ្លាំងស្នូលកំភ្លើងនិងគ្រាប់ប្លង់លាន់ឮមិនលួសពេលធ្វើឲ្យរំខានដល់ការសម្រានពេលយប់របស់ប៉ាកាលនោះផ្ទះខ្ញុំនៅម្ដុំតាខ្មៅជារៀងរាល់យប់ពេលបាយល្ងាចហើយនោះប៉ាមកសម្រាននៅផ្ទះប្អូនស្រីពៅរបស់ខ្ញុំនៅឯទីក្រុងភ្នំពេញចំណែកប៉ានិងបងប្អូនខ្ញុំផ្សេងទៀតនៅផ្ទះឯតាខ្មៅនៅថ្ងៃទី16ខែមេសាឆ្នាំ1975ប៉ាមិនបានទៅជួបជុំម៉ាក់និងបងប្អូនខ្ញុំទេពីព្រោះនៅថ្ងៃនោះទីក្រុងភ្នំពេញមានការជ្រួលច្របល់ខ្លាំងជាងសពមួយដងព្រឹកថ្ងៃទី17ប៉ាប្រញាប់ចាក់ចេញពីភ្នំពេញទៅតាខ្មៅប៉ុន្តែគាត់ទៅមិនទាន់ដោយសារចរាចរណ៍កកស្ទះខ្លាំងនៅពេលដែលប៉ាទៅដល់ផ្ទះម៉ាក់និងបងប្អូនខ្ញុំទាំងអស់បានចាក់ចេញពីផ្ទះផុតទៅហើយប៉ានិងប្អូនពៅបានស៊ើបសួរដំណឹងអំពីម៉ាក់ហើយបានទទួលដំណឹងថាម៉ាក់បាននាំកូនធ្វើដំណើរទៅស្រុកកំណើតនៅភូមិព្រែកស្នាយស្រុកស្អាងខេត្តកណ្ដាលប៉ានិងប្អូនពៅបានទៅជួបម៉ាក់និងបងប្អូនខ្ញុំនៅទីនោះប៉ាម៉ាក់ខ្ញុំមានគំនិតថាបើក្រុមគ្រួសារខ្ញុំរស់នៅភូមិព្រែកស្នាយនោះយើងពិតជាមិនបានសេចក្តីសុខឡើយពីព្រោះអ្នកភូមិភាគច្រើនបានដឹងថាក្រុមគ្រួសារខ្ញុំមានជីវភាពធូរធារហើយអ្នកទាំងនោះមានការគុំគួននិងស្អប់ប្រជាជនថ្មីដូច្នេះអ្នកនៅទីនោះប្រកាសជាធ្វើបាបក្រុមគ្រួសារខ្ញុំជាក់ជាមិនខានក្រោយមកក្រុមគ្រួសារខ្ញុំធ្វើដំណើរទៅភូមិភាគពាយ័ព្យជាមួយប្រជាជនជំនះជាច្រើនគ្រួសារទៀតយើងចេញដំណើរតាមកប៉ាល់នៅពេលយប់ព្រលឹមឡើងកប៉ាល់ទៅដល់ខេត្តកំពង់ឆ្នាំងអង្គការប្រាប់ប្រជាជនជំនះឲ្យឡើងគោកហើយស្នាក់នៅទីនោះរយៈពេល1អាទិត្យបន្ទាប់មកមានរថយន្តមកដាក់ប្រជាជនទៅខេត្តពោធិ៍សាត់និងបាត់ដំបង
ឡានឈប់នៅស្រុកមងរស័យមួយយប់ដើម្បីរងចាំអង្គការបែងចែកឲ្យរស់នៅតាមភូមិខ្ញុំនិងបងប្អូនខ្ញុំចេះតែសួរប៉ាម៉ាក់ខ្ញុំថាតើពេលណាទើបយើងបានត្រឡប់ទៅផ្ទះវិញប៉ាឪពុកម្ដាយខ្ញុំឆ្លើយថាយើងគ្មានសង្ឃឹមថាបានត្រឡប់ទៅផ្ទះវិញទេក្រុមគ្រួសារខ្ញុំបានទៅរស់នៅភូមិសាយនៅតាមផ្លូវចូលទៅភូមិខ្ញុំឃើញមានព្រៃឫស្សីភ្នោខ្មោចនិងវត្តបាក់បែកមួយភូមិនោះគឺជាភូមិដែលមនុស្សបោះបង់ចោលក្រុមគ្រួសារខ្ញុំស្នាក់នៅក្នុងវត្តបែកបាក់នោះជាបណ្ដោះអាសន្នសិនទម្រាំតែប៉ាកាប់ឫស្សីនិងស្បូវមកធ្វើកូនខ្ទមបានរស់នៅនិងរងចាំទទួលបញ្ជាការងារពីអង្គការប្រជាជននៅក្នុងភូមិនោះសុទ្ធតែជាប្រជាជនថ្មីមានប្រជាជនមូលដ្ឋានតែមួយគ្រួសារគត់គឺប្រធានភូមិដំបងឡើយការរស់នៅនិងការហូបចុកមិនទាន់តឹងតែងនៅឡើយទេក្រោយមកអង្គការដកហូតស្បៀងអាហារនិងរបស់របរប្រើប្រាស់យកទៅដាក់រួមនៅក្នុងសហគមន៍ហើយបង្ខំឲ្យប្រជាជនធ្វើការនៅតាមការដ្ឋានដែលស្ថិតនៅឆ្ងាយពីភូមិនិងហូបបាយរួមប៉ាត្រូវធ្វើការងារជាច្រើនគ្មានពេលសម្រាកគ្រប់គ្រាន់និងបានរបបអាហារតិចតួចបំផុតប៉ាមានវ័យចំណាស់គាត់មិនអាចទ្រាំទ្រនឹងការងារទាំងនោះបានឡើយយប់មួយដោយឃ្លានខ្លាំងពេកប៉ាបានទៅលួចបេះស្វាយទុំនៅក្រៅបន្ទាយកងទ័ពខ្មែរក្រហមហូបខ្ញុំព្យាយាមខាត់ខាំងប៉ាដែរប៉ុន្តែគាត់មិនព្រមស្ដាប់ខ្ញុំពេលគាត់ត្រឡប់មកវិញគាត់យកស្វាយទុំប្រមាណ10ផ្លែមកផ្ញើកូនសំណាងល្អណាស់ដែលកម្មាភិបាលភូមិចាប់ប៉ាមិនបានម្យ៉ាងទៀតយប់នោះមេឃងងឹតហើយមានភ្លៀងខ្លាំងទៀតផងបងប្អូនប្រុសស្រីខ្ញុំ5នាក់ត្រូវអង្គការបញ្ជូនទៅធ្វើការនៅព្រំដែនកម្ពុជាថៃហើយស្លាប់ជាបន្ទាប់ដោយសារតែកង្វះអាហារនេះចាប់ពីឆ្នាំ1976មកអង្គការឲ្យប្រជាជនហូបតែបបររាវទាំងព្រឹកទាំងល្ងាចប្រជាជនចាប់ផ្ដើមស្លាប់ជាបន្តបន្ទាប់ឆ្នាំ1977ការហូបចុកកាន់តែខ្វះខាតខ្លាំងឡើងមុនពេលប៉ាស្លាប់អង្គការបានផ្ដាច់របបអង្គរអស់រយៈពេល3ថ្ងៃប្រជាជនអាចរកបន្លែបានតែបន្តិចបន្តួចសម្រាប់ហូបគ្រឿងអលង្ការដែលម៉ាក់យកទៅទាំងប៉ុន្មានប៉ាយកទៅដូរអង្គរត្រីប្រហុកផ្អកអស់ហើយម៉ាក់គ្មានអ្វីសម្រាប់ដូរដោះទៀតឡើយប៉ារបស់ខ្ញុំស្លាប់ដោយគ្មានអាហារបរិភោគសាកសពរបស់គាត់ត្រូវយកទៅកប់នៅព្រៃស្បូវខាងក្រោយភូមិនៅពេលកប់សាកសពប៉ាបងស្រីទី4បានសរសេរឈ្មោះប៉ាហើយដាក់នៅក្នុងដបមួយបិទគម្របយ៉ាងជិតយកទៅកប់នៅក្នុងរណ្ដៅជាមួយប៉ាបងខ្ញុំធ្វើបែបនេះព្រោះគាត់គិតថាទៅកោះយកឆ្អឹងរបស់ប៉ាមកធ្វើបន់ឲ្យបានសមរម្យមួយខែក្រោយមកម៉ាក់ស្លាប់ដោយសារខូចចិត្តនឹងមរណភាពរបស់ប៉ានិងបងប្អូនខ្ញុំក៏ស្លាប់ជាបន្តទៀតដោយសារអត់អាហារនិងមានជំងឺគ្មានថ្នាំព្យាបាលក្រោយពីបងប្អូនខ្ញុំស្លាប់អស់អង្គការបានផ្លាស់ខ្ញុំទៅធ្វើការនៅការដ្ឋានជាច្រើនដូចជាការដ្ឋានហប់ភ្នំថាប់ដេសង់ទីញៀននិងការដ្ឋានជាច្រើនទៀតនៅជិតព្រំដែនប្រទេសថៃនៅទីនោះខ្ញុំមានជំងឺទម្ងន់គ្មានអ្នកថែរក្សាខ្ញុំរងចាំថ្ងៃស្លាប់តែប៉ុណ្ណោះនៅទីនោះខ្ញុំមានជំងឺជាទម្ងន់គ្មានអ្នកថែរក្សាខ្ញុំរងចាំតែថ្ងៃស្លាប់មួយមុខគាត់តែប៉ុណ្ណោះប៉ុន្តែមានអ្នកចិត្តខាងម្នាក់មកជួយយកអាសាខ្ញុំដឹកខ្ញុំតាមរទេះគោទៅមន្ទីរពេទ្យស្រុកខ្ញុំសម្រាប់ព្យាបាលនៅមន្ទីរពេទ្យស្រុករហូតបានជាសះស្បើយទើបត្រឡប់មកធ្វើការវិញអង្គការចាត់តាំងឲ្យខ្ញុំជីកប្រឡាយលើកទំនប់និងស្ទូងស្រូវទាំងយប់ទាំងថ្ងៃយប់ខ្លះខ្ញុំមិនបានដេកទេពីព្រោះដីរាបស្មើគ្មានដីរាបស្មើដែលអាចដេកបានស្រួលនៅចុងឆ្នាំ1978ខ្ញុំបានលើកដំណឹងខ្សឹបខ្សៀវពីប្រជាជនដែលមានវិទ្យុស្ដាប់ថាកងទ័ពវៀតណាមកំពុងតែវាប្រយុទ្ធដើម្បីរំដោះប្រទេសកម្ពុជាខ្ញុំឃើញកម្មាភិបាលខ្មែរក្រហមមានការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងអង្គការចាត់តាំងឲ្យក្រុមកងចល័តខ្ញុំជីកដំបូកដើម្បីកប់ស្រូវត្រីងៀតនិងអំបិលក្រុមមុនដែលធ្វើការងារនេះត្រូវខ្មែរក្រហមបាញ់សម្លាប់ចោលទាំងអស់បន្ទាប់ពីបញ្ចប់ការងារចំណែកក្រុមរបស់ខ្ញុំនៅពេលដែលបញ្ចប់ការងារនេះហើយនាំគ្នារត់បែកខ្ញែកគ្នាអស់កងទ័ពវៀតណាមក៏វាយរំដោះបានខ្ញុំធ្វើដំណើរកាត់ព្រៃជាច្រើនថ្ងៃទើបមកដល់ខេត្តកំពង់ឆ្នាំងខ្ញុំសូមដោយសាររថយន្តដឹកកងទ័ពវៀតណាមមកដល់កំពង់ចម្លងព្រែកក្តាមខ្ញុំបានជួបម្ដាយមីង2នាក់នៅស្រុកពញាលឺក៏ស្នាក់នៅទីនោះជាមួយគាត់អស់រយៈពេលជិត1ឆ្នាំទើបធ្វើដំណើរមកតាខ្មៅដើម្បីមើលផ្ទះដែលខ្ញុំធ្លាប់រស់នៅហើយបានជួបបងស្រីបង្កើតខ្ញុំម្នាក់ដែលបែកគ្នាពីពេលចេញពីព្រៃនោះរហូតមកដល់សប្តាហ៍ថ្ងៃនេះខ្ញុំនិងបងស្រីខ្ញុំនៅតែមិនអាចទៅយកឆ្អឹងរបស់ប៉ានៅឡើយពីព្រោះភ្នោនៅទីនោះច្រើនពេកយើងមិនដឹងថាភ្នោមួយណាជាភ្នោរបស់ប៉ាម្យ៉ាងទៀតពេលវេលាកន្លងទៅយូរឆ្នាំកន្លងនោះកន្លែងនោះមានការប្រែប្រួលច្រើនណាស់ខ្ញុំនៅតែមិនអាចបំភ្លេចរឿងរ៉ាវក្នុងរបបខ្មែរក្រហមបាន
ថ្មីបាត់តែក្រុមគ្រួសារខ្ញុំមិនបានស្លាប់ដោយសារការវាយនឹងដំបងប៉ុន្តែស្លាប់ដោយសារការបង្អត់អាហារឈឺគ្មានថ្នាំសម្រាប់ព្យាបាលគ្រប់គ្រាន់និងការធ្វើបាបផ្លូវចិត្តដោយពង្រត់ឲ្យទរស់នៅបែកគ្នាឲ្យហើយបង្ខំឲ្យធ្វើការងារហួសកម្លាំងទាំងនេះគឺជាអំពើឃោរឃៅដែលខ្មែរក្រហមប្រព្រឹត្តមកលើក្រុមគ្រួសារខ្ញុំក៏ដូចជាប្រជាជនកម្ពុជាទាំងអស់ខ្ញុំចង់បានតុលាការមួយដ៏ត្រឹមត្រូវដើម្បីរកយុត្តិធម៌ឲ្យក្រុមគ្រួសារខ្ញុំ